នេះគឺជាសកម្មភាពនៅវត្តខ្នាច់រមៀសភូមិខ្នាច់រមៀសឃុំខ្នាច់រមៀសស្រុកបវលខេត្តបាត់ដំបងនៅជប់ថ្ងៃទី9ខែធ្នូឆ្នាំ2025បងប្អូនដែលនៅបន្ទាត់ព្រំដែនខាងលិចសំពៅលូនកំរៀងម៉ាឡៃភ្នំព្រឹកភៀសឹកអាចមកស្នាក់នៅក្នុងវត្តខ្នាច់រមៀសដោយមានការទទួលដោយជោគចិត្តទុកដាក់ពីសំណាក់លោកគ្រូចៅអធិការវត្តការសតកូនណាដាក់លៀនទៅថតកូនណាចោលមើលបានមកប្រសាទក្នុងល្ងាចនេះអូភាសាអូទៅច្រើនណាស់នេះចាប់ពុះអស់ហើយទៅចុចបាទថ្ងៃនេះយកជើងមកក៏យើងគាត់បានដាក់បាយភាសាក្នុងពេលយប់នេះពួកកូនចៅទៅចូលតាមដ្រូនណាទៅចែកកោជូនគាត់ដាក់បាយអញ្ចឹងហើយក៏ញាតិញោមដែលសម្រាប់ខេត្តបាត់ដំបងពីកម្រៀងក្នុងព្រឹកកំពៅលូនម្លាយអីដែលនៅជាជីដែនដែលមិនមានកន្លែងសម្រាប់គឺអាចមកនឹងវត្តខេត្តរមៀសតាមវគ្គមុនបានមកហើយតែវគ្គមុនយកបានមកទេចុះក៏ต้องការដែរមុននេះវគ្គមុនមែនទេវគ្គមុនต้องការទេនេះបងប្អូនយើងគាត់ទៅអញ្ជើញមកថ្មីទៀតជើញមកខាងណាមកសពៅលូនណាហើយចេញតាមមកម៉ោងម៉ានម៉ោង2ហ៎ហើយឯណាមកសមាជិកម៉ាននេះ4នាក់ហើយណាប្រពន្ធអីអត់ឃើញមកហ៎អូអញ្ជើញមកជួយបាទគាត់រកឡើងចោតហើយចាំមើលរកឡើងស្រាក់ទៅណាបងណាបាទអរគុណបងបាទយកសួរជួយរកឡើងស្រាក់នៅហើយសុំលោកនៅឡើងណាឡើងណីនឹងទឹកពីកន្លែងនឹងអាចនៅបានបាទយើងចង់គិតលោកថាសុំលោកស្នាក់នៅទៅទៅឥឡូវនៅសិនណាបងឥឡូវលោកចូលលើសភាហើយលោកចូលលើនេះហើយសូត្រទៅ